ខ្ញុំចាប់អារម្មណ៍ទៅនឹងខ្មែរយើងដែលគាត់អនៅពេលដែលនាយរដ្ឋមន្ត្រីយើងមានការខ្សឹបខ្សៀគ្នាជាមួយលោកដូណាល់ត្រាំការដែលគាត់ជួបគ្នានៅកូឡាឡាំបូម៉ាឡេស៊ីខ្មែរយើងមានអារម្មណ៍ថាខ្លួនឯងដូចជាបានប្រកេកប្រកិតជាមួយនឹងសហរដ្ឋអាមេរិកជាជាងថៃនៅឆ្នាំ2025នេះវាគឺជាសញ្ញាល្អអញ្ចឹងបងប្អូនបើតាមមិត្តភ័ក្តិខ្ញុំដែលគាត់រៀនខាងវិទ្យាសាស្ត្រនយោបាយអីហ្នឹងគឺគាត់ទៅចែកមួយខ្ញុំឲ្យគាត់ពឹងហៅប្រាប់ខ្ញុំថាតាមពិតខ្មែរយើងមិនគួរណាខ្លាំងពេកទេដែលសង្ឃឹមថាខ្លួនឯងនេះគឺបានទៅគិតកាត់ជាមួយនឹងសហរដ្ឋអាមេរិកពីព្រោះមនុស្សឆ្លាតដូចជាពពួកថៃនេះវាមិនអាចចោលសហរដ្ឋអាមេរិកបានទេគាត់បញ្យល់ខ្ញុំថាអាចថាថៃគឺកំពុងតែលេងល្បែងប្រភេទភ្នែកចិនធ្វើជាស្និទ្ធស្នាលជាមួយចិនគឺក្នុងន័យថាចង់បានបច្ចេកវិទ្យាផលិតអាវុធតែប៉ុណ្ណោះព្រោះបើតាមការលេចឮមកថាចិនគឺបានសហការជាមួយថៃក្នុងការផលិតអាវុធនៅលើទឹកដីថៃហើយយើងអត់ដឹងថាផលិតបានអាវុធអីខ្លះទេណាបងប្អូនប៉ុន្តែព័ត៌មានយើងគ្រាន់តែឮមកអញ្ចឹងមានន័យថាថៃគឺគេឈានលើសខ្មែរយើងមកកម្រិតទៅទៀតខ្មែរយើងជាមួយនឹងចិនគឺតែងតែអះអាងថាមិត្តដៃថៃមិត្តដៃថៃអញ្ចឹងបងប្អូនប៉ុន្តែមិនដែលមានចិនណាមកផ្ដល់បច្ចេកវិទ្យាឲ្យខ្មែរយើងផលិតអាវុធនៅឡើយដូចចិនធ្វើជាមួយថៃអត់មានទេណាចិននិងថៃទើបតែស្និទ្ធស្នាលគ្នាពីឆ្នាំ2014មកទេបងប្អូនបើខ្លួនចង់កាន់អំណាចនេះបានយូរអង្វែងតង់តែខ្លួនឯងនឹងត្រូវបានជាមួយចិនពីព្រោះចិនវាអត់ខ្វល់ខ្វាយអំពីរឿងសិទ្ធិមនុស្សពីរឿងស្អីទេឲ្យតែខ្លួនឯងបានកាន់អំណាចគឺស្អីក៏ចិនធ្វើដែរដល់ពេលអញ្ចឹងទៅក៏ស្ដេចថៃចាប់ផ្ដើមទៅស្និទ្ធស្នាលជាមួយនឹងចិនចាប់ពីឆ្នាំ2014មកនឹងឯងនេះបើតាមអ្វីដែលខ្ញុំអានតែបើធៀបមួយយើងចិនស្និទ្ធស្នាលមួយយើងតែយូរណាស់ប៉ុន្តែចិនអត់មានផ្ដល់បច្ចេកវិទ្យាផលិតអាវុធឬក៏សាងសង់រោងចក្រផលិតអាវុធនៅខ្មែរយើងនៅឡើយអត់មានទេខ្មែរយើងគឺត្រូវទិញអាវុធទិញអីទិញពីរុស្ស៊ីទិញពីអាមេរិកទិញពីចិនតែឲ្យមានផលិតនៅក្នុងស្រុកដូចថៃទេអាមេរិកសំពងថៃហ្នឹងគឺមិនមែនដោយសារតែអាមេរិកស្រឡាញ់ខ្មែរឬក៏មិនមែនដោយសារតែខ្មែរយើងជាមនុស្សល្អដែលអាមេរិកត្រូវអាណិតយកចិត្តទុកដាក់អីទេបងប្អូនអ្នកវិភាគយល់ថាតាមពិតអាមេរិកសំពងថៃនៅកាលនោះគឺមកពីថៃហ្នឹងគឺងាកទៅរកចិនខ្លាំងពេកតែធម្មតាប្រទេសធំៗដូចជាចិនដូចជាអាមេរិកហ្នឹងគឺត្រូវការឲ្យមានបរិវារច្រើនដល់ពេលថៃដែលធ្លាប់តែស្និទ្ធស្នាលមើលអាមេរិកនេះសុកទៅស្និទ្ធស្នាលជាមួយចិនគឺអាមេរិកសំពងថៃអាកាលហ្នឹងគឺពីបាត់ដីថៃស្និទ្ធស្នាលមួយចិនហ្នឹងឯងមិនមែនសំពងដោយអាណិតខ្មែរមិនមែនសំពងដោយថៃរំលោភបទឆុបបាញ់ដោយពិតប្រាកដដោយចេញពីចិត្តថាខ្លួនឯងអាណិតខ្មែរអីទេហើយបាត់វិភាគបែបហ្នឹងបងប្អូនមិនគួរណាបង្ងើយកតើអីទេវាអាចជារឿងពិតដែលខ្មែរយើងតែងតែធ្លាក់ខ្លួនចាញ់កលគេដោយសារតែខ្មែរយើងជឿគេលឿនជឿគេថាគេស្រឡាញ់ខ្លួនឯងជឿគេថាគេមិនបោះបង់ខ្លួនឯងហ្នឹងគឺខ្មែរយើងតែងតែគិតអញ្ចឹងដល់ពេលអញ្ចឹងបាត់វិភាគរបស់គេហ្នឹងគឺយើងអាចគិតដែរវាមិនដែលគ្មានស្អីត្រូវជាបងប្អូននឹងគ្នាគេមកស្រឡាញ់រាប់បានយើងទេយើងគឺត្រូវតែពឹងខ្លួនឯងនឹងឯងគឺត្រូវខំរៀនខំសូត្រខំរស់ស៊ីខំអភិវឌ្ឍខ្លួនខំអភិវឌ្ឍការគិតរបស់ប្រជាជនយើងតែដដែលទេព្រោះបើប្រជាជនយើងទូទៅខ្លាំងគឺស្មើនឹងប្រទេសជាតិខ្លាំងនឹងឯងដូចសិង្ហបុរីដូចជប៉ុនដូចកូរ៉េអញ្ចឹងបងប្អូននិយាយពីជប៉ុនចាស់គឺកាសែតជប៉ុនមួយគេវិភាគថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតយើងហ្នឹងគឺជាសិស្សសាលាយោធាមកពីសហរដ្ឋអាមេរិកគាត់រៀននៅសាលា West Point សាលាយោធានៅអាមេរិកហ្នឹងអញ្ចឹងប្រធានាធិបតីអាមេរិកគាត់អាចសម្លឹងឃើញជ្រុងនេះដែរដែលអាចគិតថាយុទ្ធមន្ត្រីថ្មីយើងនោះគឺមានគំនិតសេរីនិយមដែលចង់ខិតទៅរកអាមេរិកចង់ខិតទៅរកពួកអឺរ៉ុបអីចឹងណាដល់ពេលអញ្ចឹងអាមេរិកគឺបោះដៃមកលើខ្មែរក្នុងន័យថាខ្មែរយើងសម័យថ្មីនេះគឺមិនដូចសម័យសម្ដេចហ៊ុនសែនដែលគាត់ឆុងទៅរកចិនលឹះលុបពេកនេះគឺជាកត្តាមួយដែលអាមេរិកកំពុងតែបោះដៃមួយខ្មែរហើយគេបញ្ជាក់ថែមទៀតថាអាមេរិកក៏សម្លឹងឃើញថាប្រជាជនខ្មែរយើងពេញទៅដោយសក្តានុពលសេដ្ឋកិច្ចដោយសារតែប្រទេសខ្មែរយើងគឺសម្បូរទៅដោយប្រជាជនដែលមានវ័យក្មេងតែសម្រាប់ខ្ញុំយល់ថាប្រជាជនខ្មែរយើងសម្បូរវ័យក្មេងមែនប៉ុន្តែអត់សូវមានចំណេញដូចប្រជាជននៅស្រុកគេបងប្អូនសូម្បីតែខ្ញុំក៏ខ្ញុំអត់មានចំណេញអីដែរខ្ញុំបានតែធ្វើការឡែទេអញ្ចឹងខ្ញុំអត់ដឹងថាអាមេរិករឹបអានយើងសម្លឹងឃើញផលប្រយោជន៍សេដ្ឋកិច្ចពីយើងនេះជារឿងពិតដឹងអត់ទេក៏ប៉ុន្តែបើអាមេរិកអាចសម្លឹងឃើញថាលោកនាយករដ្ឋមន្ត្រីយើងគឺអាចមានគំនិតសេរីនិយមដោយសារតែគាត់ធ្លាប់រៀននៅសហរដ្ឋអាមេរិកខ្ញុំគិតថាគេអាចសម្លឹងឃើញជ្រុងនេះអាចជាការពិតសម្រាប់បងប្អូនយល់ថាតើខ្មែរយើងគួររឹបអានចិនឬខ្មែរយើងគួររឹបអានអាមេរិកសូមបងប្អូនជួយខមមិនម្នាក់មួយផង